បាទជំរាបសួរបងប្អូនអរគ្នាបាទឥឡូវយើងកំពុងតែឲ្យជាងគេរៀបអិតពលឺបងប្អូនបាទចំនួន2កេសបាទយើងដាក់អិតពលឺដើម្បីឲ្យភ្លឺចូលខាងក្នុងផ្ទះបងប្អូនអរគ្នាបាទចូលខាងក្នុងចង្ក្រានបាយបាទឥឡូវនេះជាងកំពុងតែរៀបបងប្អូនបាទចំនួន6ចំនួន2កេសបងប្អូន2កេសបាទ2កេសឲ្យបានភ្លឺបាទនៅក្នុងចង្ក្រានបាយចិត្តហើយបងប្អូនបាទយើងប្រហែលជាស្អែកជាងបានបោកឲ្យបងប្អូនបាទខាងក្នុងយើងរៀបរួចរាល់អស់ហើយបាទមិនសល់តែបន្តិចតួចទៀតទេបងប្អូនបាទកំពុងតែរៀបចំសារ៉េស្រង់វាមកល្ងាចទៀតបាទស្អែកឡើងជាងចាប់ផ្ដើមបោកយកតែម្ដងបាទជាងយើងដាក់ចំនួន3បាទឥឡូវបាទជាង3នាក់មុនតែ2ទេបងប្អូនឥឡូវយើងថែមមួយទៀតបាន3បានហើយតែលឿនបងប្អូនបាទបានឆាប់ហើយបាទយើងចង់ដាក់ច្រើនដែរបងប្អូនបាទដោយសារថាវិការយើងវាមានកំណត់បងប្អូនបាទអញ្ចឹងហើយយើងប្រើជាងតែ2ទៅដាក់ដងតែ2បានតែឥឡូវនេះយើងសម្រុកបន្តិចបាទសម្រុកបន្តិចឲ្យបានឆាប់ហើយអញ្ចឹងយើងប្រើជាង3តែម្ដងបាទបាទជំរាបសួរបងប្អូនអរគ្នាបាទលើជាងគេដាក់ទ្វារឲ្យបងប្អូនបាទទ្វារក្រោយបាទនេះទ្វារក្រោយហើយយើងខាងក្នុងយើងរៀបរួចអស់ហើយបងប្អូនបាទយើងរៀបរួចអស់ហើយឥឡូវកំពុងជាងកំពុងតែផ្សារទ្វាររុញទ្វាររុញទ្វារចង្ក្រានបាយយើងប្រើទ្វាររុញបងប្អូនបាទប្រើទ្វាររុញហើយខាងលើយើងរួចរាល់ហើយបងប្អូនបាទយើងរៀបអត់រួចរាល់ហើយស្អែកជាងចាប់ដើមបោកបាទបោកជាងចាប់ដើមបោកហ្នឹងហើយ